ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបកាត់តវីដេអូនៅលើទូរស័ព្ទដៃតាមរយៈកម្មវិធី CapCut អញ្ចឹងបងប្អូនត្រូវមានកម្មវិធី CapCut នឹងមួយបើបងប្អូនអត់មានបងប្អូនអាច download មកអញ្ចឹងបងប្អូនក៏លេខមើលខាងឆ្វេងខាងក្រោមហ្នឹងនឹងកម្មវិធី CapCut បងប្អូនចុចលើវាមកបើអញ្ចឹងយើងនឹងឃើញបែបនេះហើយបងប្អូនចុចលើសញ្ញាលេខបូកដែលគេដាក់ថា new video ហ្នឹងចុចលើវាមកដើម្បីចូលទៅយកវីដេអូដែលយើងចង់កាត់តអូខេអញ្ចឹងយើងរើសយកវីដេអូមួយណាដែលយើងចង់បានមួយមកបើអញ្ចឹងខ្ញុំយកវីដេអូមួយនេះឃើញអញ្ចឹងបងប្អូនឃើញសញ្ញាពណ៌បៃតងខាងក្រោមហ្នឹងចុចលើវាមកបាទចុចបានរួចអូខេអញ្ចឹងយើងបានបែបនេះរួចមកយើងអូសវាមើលមកបើយើងអូសវាមកយើងឃើញកន្លែងណាដែលយើងមិនពេញចិត្តយើងកាត់វាចេញមកអូខេអញ្ចឹងដូចកន្លែងនេះយើងឃើញរូបកង់ញ៉ៃហ្នឹងអញ្ចឹងយើងចង់កាត់កន្លែងនេះចោលបើបងប្អូនរំកិលវាដាក់ឲ្យចំបន្ទាត់សកន្លែងដែលយើងចង់កាត់ហ្នឹងអញ្ចឹងបងប្អូនឃើញរូបកន្ត្រៃខាងឆ្វេងខាងក្រោមហ្នឹងចុចលើវាមកអូខេអញ្ចឹងបងប្អូនឃើញសញ្ញាឃ្នាបបែរខ្នងដាក់គ្នាហ្នឹងចុចលើវាមកបាទចុចបែបហ្នឹងវានឹងបានបែបនេះអញ្ចឹងបងប្អូនចុចលើវាខាងឆ្វេងចង់លុបខាងឆ្វេងចុចខាងស្ដាំលុបខាងស្ដាំបើអញ្ចឹងបងប្អូនសម្លឹងមើលធុងសម្រាមខាងក្រោមហ្នឹងចុចលើវាមកគឺវាបាត់ហើយអូខេបន្តមកទៀតបងប្អូនអូសវាមើលទៀតទៅអូសវាចឡើងដូចកន្លែងនេះអញ្ចឹងកន្លែងណាដែលយើងមិនពេញចិត្តយើងកាត់វាចេញទៀតមកអូខេអញ្ចឹងដូចឧទាហរណ៍ដូចយើងចង់កាត់ប្រឡោះកណ្ដាលនេះចេញអញ្ចឹងបងប្អូនរំកិលវាមើលយើងចង់កាត់កន្លែងណាអូខេឧទាហរណ៍យើងចង់កាត់កន្លែងនេះអញ្ចឹងយើងចុចសញ្ញាកន្ត្រៃខាងក្រោមហ្នឹងបើអញ្ចឹងយើងបានបែបនេះបើយើងចុចអូសវាមកខាងនេះវិញម្ដងហើយយើងចង់កាត់ប្រឡោះកណ្ដាលហ្នឹងអញ្ចឹងយើងចុចលើសញ្ញាឃ្នាបខាងក្រោមហ្នឹងបាទចុចមកហើយយើងប៉ះចំចំណុចកណ្ដាលឲ្យវាឡើងពណ៌សរួចចុចធុងសម្រាមខាងក្រោមទៅវាបាត់ហើយអញ្ចឹងវាមានប៉ុណ្ណឹងហើយយើងចង់ឲ្យវាចូលទៅក្នុងកន្លែងរូបថតរបស់យើងចុចខាងលើពណ៌បៃតងហ្នឹងអូខេអញ្ចឹងយើងរងចាំដល់វារួចរាល់ហើយបាទអញ្ចឹងយើងចុចដានខាងលើហ្នឹងទៅបាទរួចរាល់ហើយអញ្ចឹងយើងត្រឡប់ទៅមើលវីដេអូយើងនៅក្នុងរូបថតវិញអូខេអញ្ចឹងយើងចុចចូលមកបាទអញ្ចឹងវីដេអូយើងគឺនៅខាងក្រោមនេះបើយើងចុច view វាមើលមកអូខេអញ្ចឹងផ្នែកដែលយើងបានកាត់ចោលគឺវាបាត់ហើយបាទអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងអូខេអញ្ចឹងចាំវគ្គក្រោយខ្ញុំនឹងប្រាប់ពីរបៀបបញ្ចូលសំឡេងវិញម្ដងបាទសូមអរគុណ